ចូលមកដល់រមាំងទី4នៃវិញ្ញាសាទី1ជាប្រភេទលំហាត់ប្រូបាបនៅក្នុងលំហាត់មួយនេះគឺយើងមានហឹបមួយដែលមានអាវបុរសហើយនិងស្ត្រីនៅក្នុងនោះទាំងអាវបុរសនិងអាវស្ត្រីមានចំនួន2ពណ៌គឺពណ៌ក្រហមនិងពណ៌សដោយឡែកនៅក្នុងអាវរបស់ស្ត្រីពណ៌ក្រហមមានចំនួន6សមាន4រីឯអាវរបស់បុរសមានក្រហមចំនួន8និងស2សរុបទៅអាវទាំងអស់មានចំនួន20ដែល20នេះគឺជាចំនួនករណីអាចហើយសំណួរកគេឲ្យយើងរកប្រូបាបដែលហូតបានអាវរបស់ស្ត្រីដោយសារគេមិនបានបញ្ជាក់អំពីពណ៌នោះមានន័យថាអាវដែលគេហូតបានអាចជាពណ៌សឬពណ៌ក្រហមឲ្យទៅជាអាវរបស់ស្ត្រីគឺយកទាំងអស់ពេលនោះយើងអាចសរសេរទៅជាប្រូបាបគឺ P នៃអាវស្ត្រីវាត្រូវស្មើទៅនឹង P នៃអាវស្ត្រីដែលចាប់បានពណ៌ក្រហមឬកន្លែងហ្នឹងគឺស្មើនឹងផលបូកនៃប្រូបាបដែលចាប់បានអាវរបស់ស្ត្រីដែលមានពណ៌សហើយដោយសារតែគេចាប់ម្ដងមួយនោះចំនួនករណីអាចមិនមានការប្រែប្រួលទេគឺស្មើនឹង20ដដែលចំណែកភាគយកអាវស្ត្រីដែលមានពណ៌ក្រហមមានទាំងអស់ចំនួន6ហើយបូកជាមួយនឹងអាវស្ត្រីដែលមានពណ៌សមានចំនួន4យើងយក6បូក4យើងបាន10ចែកឲ្យ20ស្មើនឹង0.5ដូចនេះប្រូបាបដែលហូតបានអាវរបស់ស្ត្រីគឺស្មើទៅនឹង0.5បន្តចូលមកដល់ខ្ទង់ខគេឲ្យយើងកំណត់ប្រូបាបដែលហូតបានអាវពណ៌ក្រហមដោយគេមិនបានបញ្ជាក់អំពីអាវបុរសឬក៏ស្ត្រីនោះព្រឹត្តិការណ៍ដែលអាចកើតឡើងគឺវាអាចបានអាវពណ៌ក្រហមរបស់ស្ត្រីឬអាវក្រហមរបស់បុរសនោះយើងអាចសរសេរទៅជាប្រូបាបគឺ P នៃអាវក្រហមស្មើនឹង P អាវបុរសពណ៌ក្រហមបូកជាមួយនឹង P នៃអាវស្ត្រីពណ៌ក្រហមហើយចំនួនករណីអាចមិនមានការប្រែប្រួលទេគឺនៅតែ20អាវបុរសពណ៌ក្រហមមានចំនួន8ហើយអាវស្ត្រីដែលពណ៌ក្រហមមានចំនួន6 8បូកឲ្យ6បាន14នៅលើភាគបែងរួម20ហើយយើងចែកបាន0.7ដូចនេះប្រូបាបដែលយើងចាប់បានអាវពណ៌ក្រហមមានចំនួន0.7